ได้แกม Nova Pro គឺវាមានភ្លើង RGB ហើយបើអ្នកទាំងអស់គ្នាច្រឡំចុចបិទភ្លើងហើយអត់ដឹងចុចបើកតាមណាអ្នកទាំងអស់គ្នាចុចតាមខ្ញុំនេះយើងចុចប៊ូតុងខាងនេះឲ្យជាប់បន្ទាប់មកយើងទៅឡើងភ្លើងរបស់វាមកវិញហើយយើងចង់បដូរពណ៌ RGB វាក៏បានដែរនិយាយទៅធ្វើដូចវីដេអូខ្ញុំអញ្ចឹងណាព្រោះពេលខ្លះភ្ញៀវគាត់ច្រឡំដៃចុចបិទហើយគាត់អត់ដឹងចុចវិញតាមណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចតាមខ្ញុំបានហើយបើសិនបើអ្នកទាំងអស់គ្នាភ្ជាប់មួយកុំព្យូទ័រគឺសូលេចង់ភ្ជាប់ Bluetooth ក៏បានភ្ជាប់ខ្សែក៏បានដែរតែមួយទូរស័ព្ទគឺយើងភ្ជាប់ Bluetooth មួយទូរស័ព្ទអ្នកទាំងអស់គ្នាភ្ជាប់ដូចខ្ញុំបែបនេះណាគឺចុចប៊ូតុងពីរនេះទៅណាគ្នាឲ្យវាលោតភ្លើងភ្លឹបផ្លែតនៅខាងលើទៅគឺវាផ្ដល់អា signal Bluetooth ហ្នឹងចូលទូរស័ព្ទឲ្យអ្នកទាំងអស់គ្នាស្វែងរកឈ្មោះដៃហ្គេមហ្នឹងទៅគឺអាច pair បានហើយគាត់ថាភ្ជាប់មួយទូរស័ព្ទវាលេងបានហ្គេមមួយចំនួនតែបើមួយកុំព្យូទ័រគឺឲ្យតែហ្គេម Pro Controller គឺអ្នកទាំងអស់គ្នាលេងបានទាំងអស់ហើយចំពោះដៃហ្គេមនេះផងដែរគឺខ្ញុំមានក្នុង stock ណាហើយបើអ្នកទាំងអស់គ្នាចង់មកតេស្តផ្ទាល់នៅហាងក៏បានដែរហាងរបស់ខ្ញុំនៅម្ដុំកម្មកោ City ឆាតមកតាម Telegram លេខ07 399 678ហើយអ្នកទាំងអស់គ្នាឃើញប៊ូតុងទូចនៅខាងលើហើយអ្នកទាំងអស់គ្នាគ្រាន់តែចុចប៊ូតុងហ្នឹងទៅគឺវាផ្ដាច់ចេញពីទូរស័ព្ទហើយអញ្ចឹងអ្នកទាំងអស់គ្នាមិនទៅ disconnect Bluetooth បិទ Bluetooth អីទេគ្រាន់តែចុចប៊ូតុងទូចហ្នឹងទៅគឺវា disconnect ពីទូរស័ព្ទហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់មកតេស្តសិនក៏បានដែរខ្ញុំឲ្យតេស្តណានៅហាងរបស់ខ្ញុំនៅម្ដុំកម្មកោ City អាចអញ្ជើញមកមើលសិនបានឆ្លាញ់ត្រូវចាំទិញអ្នកលក់អត់បខំទេព្រោះមែនតើទៅរឿងហ្គេមក៏ខ្ញុំអត់សូវច្បាស់ដែរព្រោះខ្ញុំអត់ចេះលេងហ្គេមអញ្ចឹងណា